មួយចូលប្រព្រឹត្តចំពោះអ្នកដទៃដោយអ្វីដែលអ្នកចង់ឲ្យពួកគេប្រព្រឹត្តចំពោះអ្នកដែរប្រសិនបើអ្នកចង់ឲ្យគេគោរពអ្នកត្រូវតែចាប់ផ្ដើមគោរពអ្នកដទៃជាមុនប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយការគួរសមនិងការយកចិត្តគោលការណ៍នេះគឺជាបេះដូងនៃការកសាងទំនាក់ទំនងដ៏ល្អប្រសើរនិងការទទួលបានការគោរពពិតប្រាកដវាមានន័យថាប្រសិនបើអ្នកចង់ឲ្យគេគោរពអ្នកស្មោះត្រង់ជាមួយអ្នកជឿទុកចិត្តលើអ្នកឬស្ដាប់អ្នកត្រូវតែបង្ហាញគុណសម្បត្តិទាំងនោះទៅកាន់ពួកគេជាមុនសិនការចាប់ផ្ដើមដោយការផ្ដល់តម្លៃនិងការគួរសមដល់អ្នកដទៃនឹងបង្កើតបរិយាកាសវិជ្ជមានមួយដែលជំរុញឲ្យពួកគេមានអារម្មណ៍ល្អនិងចង់ផ្ដល់ការគោរពត្រឡប់មកវិញការអនុវត្តច្បាប់នេះរួមបញ្ចូលទាំងការគោរពពេលវេលារបស់អ្នកដទៃការឲ្យតម្លៃទៅលើមតិយោបល់របស់ពួកគេស្ដាប់ពួកគេដោយយកចិត្តទុកដាក់និងជៀសវាងការវិនិច្ឆ័យវាមិនមែនគ្រាន់តែជាការនិយាយគួរសមប៉ុណ្ណោះទេប៉ុន្តែវាជាការបង្ហាញពីសកម្មភាពជាក់ស្ដែងដែលឆ្លុះបញ្ចាំងពីការយល់ដឹងនិងការកោតសរសើរចំពោះមនុស្សគ្រប់រូបតាមរយៈការអនុវត្តជាប់លាប់នៃគោលការណ៍ដ៏សាមញ្ញតែមានឥទ្ធិពលនេះអ្នកនឹងអាចកសាងនូវទំនុកចិត្តនិងការគោរពពីសំណាក់អ្នកដទៃដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួននិងវិជ្ជាជីវៈប្រកបដោយភាពរីកចម្រើន2ធ្វើជាមនុស្សត្រង់ទៅត្រង់មករក្សាភាពស្មោះត្រង់និងសុចរិតភាពភាពស្មោះត្រង់គឺជាគ្រឹះនៃការគោរពធ្វើជាមនុស្សត្រង់ទៅត្រង់មកនិយាយការពិតនិងរក្សាពាក្យសម្ដីរបស់អ្នកច្បាប់នេះសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការនិយាយការពិតនិងធ្វើសកម្មភាពស្របតាមគោលការណ៍សីលធម៌ល្អភាពស្មោះត្រង់មានន័យថាអ្នកមិនកុហកមិនបំភ្លៃការពិតឬលាក់បាំងចំពោះរឿងសំខាន់ៗនោះទេវាជាការនិយាយអ្វីដែលជាការពិតបើទោះបីជាពេលខ្លះវាពិបាកក៏ដោយរីឯសុចរិតភាពគឺសំដៅទៅលើការរស់នៅទៅតាមតម្លៃនិងគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នកដោយមិនធ្វើពុតជាអ្នកដទៃវាជាការបង្ហាញពីភាពជាខ្លួនឯងពិតប្រាកដរបស់អ្នកហើយមិនធ្វើអ្វីដែលផ្ទុយពីជំនឿឬសីលធម៌របស់អ្នកឡើយនៅពេលអ្នកជាមនុស្សស្មោះត្រង់និងមានសុចរិតភាពមនុស្សនឹងមានអារម្មណ៍ថាអាចជឿទុកចិត្តទៅលើអ្នកបានពួកគេនឹងដឹងថាពាក្យសម្ដីរបស់អ្នកអាចជឿទុកចិត្តបានហើយទង្វើរបស់អ្នកគឺស្របតាមអ្វីដែលអ្នកនិយាយភាពមិនស្មោះត្រង់ឬការធ្វើពុតជាអ្នកផ្សេងអាចនឹងលាក់កំបាំងបានមួយរយៈប៉ុន្តែនៅទីបំផុតវានឹងត្រូវបានលាតត្រដាងហើយពេលនោះការគោរពដែលអ្នកបានកសាងវានឹងរលាយបាត់ទៅវិញយ៉ាងឆាប់រហ័សផ្ទុយទៅវិញការបង្ហាញភាពស្មោះត្រង់និងសុចរិតភាពនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលគេគោរពព្រោះគេដឹងថាអ្នកគឺជាមនុស្សពិតប្រាកដនិងគួរឲ្យទុកចិត្ត3មនុស្សនឹងគោរពចំពោះមនុស្សដែលធ្វើការដោយយកចិត្តទុកដាក់និងមានភាពឧស្សាហ៍ព្យាយាមចូលធ្វើកិច្ចការរបស់អ្នកដោយយកចិត្តទុកដាក់និងបង្ហាញពីសមត្ថភាពពិតប្រាកដរបស់អ្នកការខិតខំប្រឹងប្រែងនិងគុណភាពការងារនឹងត្រូវបានគេកោតសរសើរច្បាប់នេះផ្ដោតសំខាន់ទៅលើសារៈសំខាន់នៃការបង្ហាញថាអ្នកមានសមត្ថភាពពោលគឺពូកែនិងមានជំនាញក្នុងអ្វីដែលអ្នកបានធ្វើរួមជាមួយនឹងភាពឧស្សាហ៍ព្យាយាមពោលគឺខិតខំប្រឹងប្រែងយកចិត្តទុកដាក់និងការតាំងចិត្តខ្ពស់នៅពេលអ្នកបង្ហាញសមត្ថភាពវាមិនត្រឹមតែមានន័យថាអ្នកចេះធ្វើកិច្ចការនោះទេប៉ុន្តែអ្នកធ្វើវាបានល្អនិងមានប្រសិទ្ធភាពឧទាហរណ៍ប្រសិនបើអ្នកជាសិស្សអ្នកត្រូវតែរៀនឲ្យពូកែដើម្បីទទួលបានលទ្ធផលល្អប្រសិនបើអ្នកជាអ្នកធ្វើការងារចូលអ្នកបំពេញកិច្ចការរបស់អ្នកឲ្យល្អឥតខ្ចោះនិងសម្រេចបាននូវគោលដៅការមានជំនាញច្បាស់លាស់និងការបំពេញការងារឲ្យបានល្អគឺជាមូលដ្ឋានគ្រឹះដែលធ្វើឲ្យអ្នកដទៃទទួលស្គាល់និងជឿទុកចិត្តទៅលើសមត្ថភាពរបស់អ្នកទន្ទឹមនឹងសមត្ថភាពការឧស្សាហ៍ព្យាយាមក៏ជាចំណុចសំខាន់ណាស់ដែរវាបង្ហាញថាអ្នកមានការបដិញ្ញាចិត្តមិនងាយបោះបង់ហើយតែងតែព្យាយាមរកវិធីកែលម្អខ្លួនឯងមនុស្សគ្រប់អ្នកដែលមិនខ្លាចការងារលំបាកតែងតែព្យាយាមរៀនសូត្រអ្វីថ្មីៗនិងបង្ហាញការទទួលខុសត្រូវខ្ពស់ការខិតខំប្រឹងប្រែងឥតឈប់ឈរហើយយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតនិងការបញ្ចប់ការងារទាន់ពេលវេលាគឺសុទ្ធតែជាសញ្ញានៃភាពឧស្សាហ៍ព្យាយាមនៅពេលអ្នកបញ្ចូលនៅសមត្ថភាពនិងភាពឧស្សាហ៍ព្យាយាមអ្នកនឹងក្លាយជាមនុស្សដែលគេអាចពឹងពាក់បានហើយនោះគឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការទទួលបានការគោរពពីមិត្តរួមការងារពីថ្នាក់ដឹកនាំពីមិត្តភ័ក្តិឬសមាជិកគ្រួសាររបស់អ្នក4
ឈប់បន្ទោសអ្នកដទៃចាប់ផ្ដើមទទួលខុសត្រូវចំពោះកំហុសរបស់អ្នកនៅពេលដែលអ្នកធ្វើខុសចូលទទួលស្គាល់វាដោយបើកចំហរៀនពីវាហើយកែតម្រូវវាការបន្ទោសអ្នកដទៃនឹងធ្វើឲ្យបាត់បង់ការគោរពច្បាប់នេះគឺសំខាន់ណាស់នៅក្នុងការកសាងភាពដ៏គួរឲ្យទុកចិត្តនិងការគោរពការទទួលខុសត្រូវចំពោះកំហុសរបស់អ្នកមានន័យថានៅពេលអ្នកធ្វើអ្វីមួយខុសឬមានកំហុសឆ្គងដែលកើតឡើងដោយសារតែសកម្មភាពឬការសម្រេចចិត្តរបស់អ្នកត្រូវតែទទួលខុសត្រូវវាដោយស្មោះត្រង់ដោយមិនគេចវេះឬបន្ទោសអ្នកដទៃឡើយមនុស្សដែលគេគោរពគឺមិនខ្លាចក្នុងការនិយាយថាខ្ញុំខុសឬនេះជាកំហុសរបស់ខ្ញុំនោះទេផ្ទុយទៅវិញពួកគេហ៊ានប្រឈមមុខនឹងផលវិបាកនៃការសម្រេចចិត្តរបស់ពួកគេការបន្ទោសអ្នកដទៃការរកលេសឬការព្យាយាមលាក់បាំងនៅកំហុសនឹងធ្វើឲ្យអ្នកបាត់បង់ជំនឿទុកចិត្តនិងការគោរពពីមនុស្សជុំវិញខ្លួនវាបង្ហាញថាអ្នកមិនមានភាពចាស់ទុំនិងមិនមានភាពក្លាហានក្នុងការទទួលខុសត្រូវលើពីការទទួលស្គាល់កំហុសការទទួលខុសត្រូវក៏រាប់បញ្ចូលទាំងការរៀនសូត្រពីកំហុសនោះដែរនៅពេលដែលអ្នកធ្វើខុសចូលវិភាគរកមូលហេតុនិងរកវិធីកែលម្អវាកុំឲ្យវាកើតឡើងម្ដងទៀតប្រសិនបើកំហុសរបស់អ្នកបណ្ដាលឲ្យប៉ះពាល់ទៅដល់អ្នកដទៃចូលព្យាយាមរកវិធីកែតម្រូវឬសុំទោសដោយស្មោះត្រង់ភាពស្មោះត្រង់ក្នុងការទទួលខុសត្រូវនេះនឹងបង្ហាញពីភាពរឹងមាំនៃចរិតលក្ខណៈរបស់អ្នកដែលនឹងធ្វើឲ្យអ្នកដទៃគោរពអ្នកកាន់តែខ្លាំង 5. មនុស្សភាគច្រើនគោរពភាពចាស់ទុំរបស់មនុស្សដូច្នេះចូលគ្រប់គ្រងអារម្មណ៍របស់អ្នករក្សាភាពស្ងប់ស្ងាត់និងមានការគិតពិចារណាមុននឹងប្រតិកម្មជាពិសេសក្នុងស្ថានភាពលំបាកការគ្រប់គ្រងអារម្មណ៍គឺបង្ហាញពីភាពចាស់ទុំច្បាប់នេះផ្ដោតសំខាន់ទៅលើសមត្ថភាពក្នុងការរក្សាភាពស្ងប់ស្ងាត់និងមានស្មារតីច្បាស់លាស់បើទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលមានសម្ពាធមានជម្លោះឬមានភាពតានតឹងក៏ដោយការគ្រប់គ្រងអារម្មណ៍មិនមែនមានន័យថាអ្នកត្រូវតែសង្កត់អារម្មណ៍របស់អ្នកនោះទេប៉ុន្តែវាជាការគ្រប់គ្រងរបៀបដែលអ្នកបង្ហាញនិងរបៀបដែលអ្នកប្រតិកម្មទៅនឹងអារម្មណ៍នោះនៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍បានល្អអ្នកនឹងបង្ហាញពីភាពចាស់ទុំនិងភាពជាអ្នកដឹកនាំមនុស្សគោរពអ្នកដែលមិនងាយឆេវឆាវមិនងាយខឹងសម្បាឬប្រតិកម្មដោយអារម្មណ៍ភ្លាមៗនោះទេឧទាហរណ៍ប្រសិនបើអ្នកជួបបញ្ហាការងារឬជម្លោះផ្ទាល់ខ្លួនការស្រែកការខឹងសម្បាឬការត្អូញត្អែមិនចេះចប់នឹងធ្វើឲ្យអ្នកបាត់បង់ការគោរពពីអ្នកដទៃផ្ទុយទៅវិញការរក្សាភាពនឹងធឹងនិយាយដោយសម្លេងធម្មតានិងស្វែងរកដំណោះស្រាយដោយហេតុផលនឹងបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍នេះក៏ជួយឲ្យអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាងមុនផងដែរដោយសារតែអ្នកមិនត្រូវបានជំរុញដោយកំហឹងការភ័យខ្លាចឬអារម្មណ៍អវិជ្ជមានផ្សេងៗនោះទេនៅពេលដែលអ្នកបង្ហាញពីភាពស្ងប់ស្ងាត់និងមានតុល្យភាពនៃអារម្មណ៍មនុស្សនឹងមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើការជាមួយអ្នកឬពឹងផ្អែកទៅលើអ្នកដែលនាំឲ្យពួកគេគោរពអ្នកកាន់តែខ្លាំង 6. ស្ដាប់អ្នកដទៃនិយាយដោយយកចិត្តទុកដាក់គឺស្មើនឹងអ្នកឲ្យតម្លៃពួកគេច្បាប់នេះសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការស្ដាប់មិនមែនគ្រាន់តែឮនោះទេប៉ុន្តែស្ដាប់ដោយការយកចិត្តទុកដាក់ខ្ពស់ដើម្បីយល់ពីអ្វីដែលអ្នកដទៃកំពុងតែនិយាយការស្ដាប់ដោយយកចិត្តទុកដាក់មានន័យថាអ្នកកំពុងតែផ្ដោតទៅលើអ្នកដទៃនិយាយទាំងស្រុងដោយមិនរំខានមិនគិតរឿងផ្សេងក្នុងចិត្តឬរៀបចំផែនការឆ្លើយតបរបស់អ្នកឡើយនៅពេលដែលអ្នកស្ដាប់អ្នកដទៃដោយយកចិត្តទុកដាក់អ្នកកំពុងតែបង្ហាញពីការគោរពនិងការឲ្យតម្លៃចំពោះគំនិតអារម្មណ៍និងពេលវេលារបស់អ្នកនិយាយឧទាហរណ៍ប្រសិនបើមិត្តរួមការងារម្នាក់កំពុងតែចែករំលែកបញ្ហាការងាររបស់ពួកគេហើយអ្នកកំពុងតែរវល់លេងទូរស័ព្ទឬឆ្លើយអ៊ីមែលនោះបង្ហាញថាអ្នកមិនបានគោរពពួកគេឡើយផ្ទុយទៅវិញការសម្លឹងមើលភ្នែកអ្នកនិយាយងក់ក្បាលជាសញ្ញាថាអ្នកកំពុងតែតាមដាននិងសួរសំណួរដើម្បីបញ្ជាក់ពីការយល់ដឹងរបស់អ្នកដូចជាតើអ្នកចង់បានន័យថាឬខ្ញុំយល់ថាលោកកំពុងតែមានអារម្មណ៍សុទ្ធតែជាសញ្ញានៃការស្ដាប់ដោយយកចិត្តទុកដាក់ការស្ដាប់ដោយយកចិត្តទុកដាក់មិនត្រឹមតែជួយអ្នកឲ្យយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពឬគំនិតរបស់អ្នកដទៃប៉ុណ្ណោះទេប៉ុន្តែវាក៏ធ្វើឲ្យអ្នកនិយាយមានអារម្មណ៍ថាត្រូវបានគេយល់និងឲ្យតម្លៃផងដែរនៅពេលដែលមនុស្សមានអារម្មណ៍ថាត្រូវបានគេស្ដាប់ពួកគេនឹងមានទំនោរទុកចិត្ត
និងគោរពអ្នកកាន់តែខ្លាំងព្រោះអ្នកបានបង្ហាញពីការយល់ចិត្តនិងមានភាពចាស់ទុំក្នុងការប្រស័យទាក់ទង 7. ដឹងពីអ្វីដែលអ្នកអាចទទួលយកបាននិងអ្វីដែលអ្នកមិនអាចទទួលយកបានការកំណត់ព្រំដែនជួយការពារតម្លៃខ្លួនឯងនិងទទួលបានការគោរពពីអ្នកដទៃផងដែរច្បាប់នេះគឺសំខាន់ណាស់សម្រាប់ការថែរក្សាតម្លៃខ្លួនឯងនិងសុខុមាលភាពផ្លូវចិត្តដែលជាមូលដ្ឋានគ្រឹះនៃការទទួលបានការគោរពពីអ្នកដទៃការកំណត់ព្រំដែនផ្ទាល់ខ្លួនមានន័យថាអ្នកត្រូវកំណត់នៅដែនកំណត់ជាក់លាក់មួយសម្រាប់ខ្លួនឯងអំពីអ្វីដែលអ្នកអាចទទួលយកបាននិងអ្វីដែលអ្នកមិនអាចទទួលយកបាននៅក្នុងទំនាក់ទំនងឬស្ថានភាពផ្សេងៗវាជាការការពារពេលវេលាធម៌ពលអារម្មណ៍និងគុណតម្លៃផ្ទាល់ខ្លួនរបស់អ្នកនៅពេលដែលអ្នកកំណត់ព្រំដែនច្បាស់លាស់អ្នកកំពុងតែបង្ហាញថាអ្នកគោរពខ្លួនឯងអ្នកដទៃនឹងរៀនពីរបៀបដែលពួកគេគួរតែប្រព្រឹត្តចំពោះអ្នកឧទាហរណ៍ប្រសិនបើអ្នកមិនចង់ឲ្យមិត្តរួមការងាររំខានអ្នកនៅពេលយប់ជ្រៅសម្រាប់រឿងការងារដែលមិនបន្ទាន់អ្នកអាចកំណត់ព្រំដែនដោយនិយាយថាខ្ញុំសុំទោសខ្ញុំមិនឆ្លើយតបការងារក្រោយម៉ោង 6 ល្ងាចនេះទេលើកលែងតែមានករណីបន្ទាន់បំផុតការធ្វើបែបនេះមិនមែនមានន័យថាអ្នកមិនចង់ជួយនោះទេប៉ុន្តែវាជាការបង្រៀនឲ្យអ្នកដទៃគោរពពេលវេលាផ្ទាល់ខ្លួនរបស់អ្នកប្រសិនបើអ្នកមិនមានព្រំដែនអ្នកតែងតែនិយាយបាទឬក៏ចាស់ចំពោះគ្រប់សំណើទាំងអស់សូម្បីតែអ្នកមិនចង់ក៏ដោយអ្នកដទៃអាចនឹងមើលឃើញថាអ្នកងាយស្រួលនឹងត្រូវបានគេកេងប្រវ័ញ្ចឬមិនសូវឲ្យតម្លៃផ្ទុយទៅវិញនៅពេលដែលអ្នកចេះនិយាយថាទេដោយគួរសមទៅនឹងសំណើដែលមិនសមហេតុផលឬហួសពីដែនកំណត់របស់អ្នកកំពុងតែបង្ហាញពីភាពរឹងមាំនិងការគោរពខ្លួនឯងហើយការនេះនឹងធ្វើឲ្យអ្នកដទៃយល់ថាអ្នកគឺជាមនុស្សដែលមានគោលការណ៍ហើយដូច្នេះពួកគេនឹងគោរពអ្នកកាន់តែខ្លាំង 8. ជួយអ្នកដទៃដោយស្មោះត្រង់ចេញពីសេចក្តីល្អផ្ដល់ជំនួយនិងការគាំទ្រដល់អ្នកដែលត្រូវការជួយអ្នកដទៃដោយស្មោះត្រង់បង្ហាញពីទឹកចិត្តល្អនិងភាពអាណិតអាសូរច្បាប់នេះបង្ហាញថាការជួយអ្នកដទៃដោយស្មោះត្រង់និងមិនរំពឹងផលតបស្នងគឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការកសាងការគោរពនៅពេលដែលអ្នកបង្ហាញឆន្ទៈក្នុងការផ្ដល់ជំនួយការគាំទ្រឬការណែនាំដល់អ្នកដែលត្រូវការអ្នកកំពុងតែបង្ហាញពីភាពសប្បុរសទឹកចិត្តល្អនិងសមត្ថភាពក្នុងការធ្វើជាមនុស្សម្នាក់ដែលគេអាចពឹងពាក់បានហើយការជួយអ្នកដទៃអាចមានទម្រង់ផ្សេងគ្នាទីមួយគឺអាចផ្ដល់ជំនួយផ្ទាល់ដូចជាការជួយទៅដល់មិត្តរួមការងារម្នាក់ដែលកំពុងតែមានការងារច្រើនការជួយអ្នកជិតខាងលើកអីវ៉ាន់ឬជាការណែនាំទៅដល់មិត្តភ័ក្តិម្នាក់ដែលកំពុងតែមានបញ្ហាទីពីរគឺអាចជាការចែករំលែកចំណេះដឹងដូចជាការបង្រៀនឬការចែករំលែកបទពិសោធន៍ដែលអ្នកមានទៅអ្នកដទៃដែលត្រូវការហើយទី3វាអាចជាការផ្ដល់ការគាំទ្រផ្លូវចិត្តដូចជាការបង្ហាញពីការស្ដាប់នៅបញ្ហារបស់អ្នកដទៃដែលយកចិត្តទុកដាក់និងផ្ដល់ពាក្យលើកទឹកចិត្តទៅដល់ពួកគេនៅពេលដែលអ្នកជួយអ្នកដទៃពួកគេមិនត្រឹមតែទទួលបានប្រយោជន៍ពីជំនួយរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែពួកគេក៏នឹងកោតសរសើរចំពោះការយកចិត្តទុកដាក់និងទឹកចិត្តរបស់អ្នកផងដែរវាមិនចាំបាច់ជាជំនួយដ៏ធំដុំនោះទេពេលខ្លះគ្រាន់តែជាការផ្ដល់ពេលវេលាឬការជួយកិច្ចការតូចមួយក៏អាចបង្កើតចំណងមិត្តភាពនិងការគោរពបានដែរការបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមកនេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានតម្លៃនៅក្នុងសង្គមហើយការគោរពនឹងកើតមានឡើងដោយឯង9ទំនុកចិត្តពិតប្រាកដនិងទាក់ទាញការគោរពពីអ្នកដទៃជឿជាក់លើសមត្ថភាពនិងតម្លៃរបស់អ្នកប៉ុន្តែកុំឆ្មើងឆ្មៃច្បាប់នេះផ្ដោតសំខាន់ទៅលើសារៈសំខាន់នៃជំនឿលើសមត្ថភាពនិងតម្លៃផ្ទាល់ខ្លួនរបស់អ្នកការមានទំនុកចិត្តលើខ្លួនឯងមិនមែនមានន័យថាអ្នកគឺជាមនុស្សឆ្មើងឆ្មៃឬអួតអាងនោះទេប៉ុន្តែវាជាការជឿជាក់លើខ្លួនឯងដោយស្ងប់ស្ងាត់ថាអ្នកមានសមត្ថភាពអាចបំពេញការងារបានល្អអាចដោះស្រាយបញ្ហាបាននិងអាចចូលរួមចំណែកទៅលើកិច្ចការផ្សេងៗបាននៅពេលដែលអ្នកមានទំនុកចិត្តមនុស្សនឹងមានអារម្មណ៍ថាអាចទុកចិត្តនិងពឹងផ្អែកទៅលើអ្នកបានអ្នកបង្ហាញពីភាពរឹងមាំពីខាងក្នុងដែលអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាសុវត្ថិភាពពេលដែលនៅក្បែរអ្នកឧទាហរណ៍បើអ្នកត្រូវធ្វើបទបង្ហាញហើយអ្នកនិយាយដោយសំឡេងរអាក់រអួលភ័យខ្លាចហើយមើលទៅក្រោមនោះអ្នកស្ដាប់នឹងមិនសូវជឿជាក់ទៅលើអ្វីដែលអ្នកនិយាយឡើយផ្ទុយទៅវិញ
ការនិយាយដោយសំឡេងច្បាស់លាស់សម្លឹងមើលភ្នែកអ្នកស្ដាប់និងបង្ហាញកាយវិការបើកចំហនិងបង្ហាញពីទំនុកចិត្តដែលធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាអ្នកគឺជាមនុស្សដែលមានសមត្ថភាពនិងគួរឲ្យគោរពទំនុកចិត្តក៏រុញឲ្យអ្នកហ៊ានប្រឈមមុខនឹងបញ្ហានិងធ្វើការសម្រេចចិត្តដោយខ្លួនឯងផងដែរមនុស្សមានទំនុកចិត្តតែងតែត្រូវបានគេមើលឃើញថាជាអ្នកដឹកនាំឬជាអ្នកដែលគួរឲ្យទុកចិត្តដូច្នេះការកសាងទំនុកចិត្តលើខ្លួនឯងតាមរយៈការអភិវឌ្ឍជំនាញការរៀនសូត្រពីបទពិសោធន៍និងការទទួលស្គាល់តម្លៃរបស់ខ្លួនឯងគឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការទទួលបានការគោរពពីអ្នកដទៃ 10. មនុស្សនឹងគោរពអ្នកដែលបង្ហាញពីភាពរឹងមាំផ្លូវចិត្តក្នុងការទទួលស្គាល់ភាពខ្វះខាតរបស់ខ្លួនឯងហើយខិតខំកែលម្អវាកុំខ្លាចបរាជ័យផ្ទុយទៅវិញចូលប្រើប្រាស់វាជាឱកាសដើម្បីរៀនសូត្រនិងកែលម្អខ្លួនឯងច្បាប់នេះបញ្ជាក់ពីសារៈសំខាន់នៃការមានផ្នត់គំនិតរីកចម្រើននិងការកែប្រែបញ្ហាទៅជាឱកាសការរៀនសូត្រពីកំហុសមិនមែនគ្រាន់តែជាការទទួលស្គាល់ថាអ្នកបានធ្វើខុសនោះទេប៉ុន្តែវាជាការវិភាគពីមូលហេតុនៃកំហុសនោះហើយយល់ពីផលលំបាករបស់វាដើម្បីស្វែងរកវិធីទប់ស្កាត់កុំឲ្យវាកើតឡើងម្ដងហើយម្ដងទៀតនាពេលអនាគតមនុស្សដែលគេគោរពគឺមិនមែនជាអ្នកដែលមិនដែលធ្វើខុសនោះទេតែជាអ្នកដែលហ៊ានប្រឈមមុខនឹងកំហុសហើយរៀនសូត្រពីវាហើយងើបឈរក្រោកឡើងវិញកាន់តែរឹងមាំជាងមុនលើពីកំហុសផ្ទាល់ខ្លួនការរៀនសូត្រពីបទពិសោធន៍ទាំងល្អទាំងអាក្រក់របស់ខ្លួននិងអ្នកដទៃក៏ជាគន្លឹះសំខាន់ផងដែរនៅពេលដែលអ្នកបង្ហាញឆន្ទៈក្នុងការរៀនសូត្រឥតឈប់ឈរទទួលយកមតិកែលម្អនិងកែលម្អខ្លួនឯងជានិច្ចបន្តទៅមុខនោះបង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលមានភាពបើកចំហមិនប្រកាន់ខ្លួននិងមានមហិច្ឆតាមនុស្សគ្រប់អ្នកដែលបង្ហាញពីភាពរឹងមាំផ្លូវចិត្តក្នុងការទទួលស្គាល់ភាពខ្វះខាតរបស់ខ្លួនឯងហើយខិតខំកែលម្អវាភាពធន់នៅក្នុងការប្រឈមមុខនឹងបញ្ហានិងសមត្ថភាពក្នុងការប្រែក្លាយបទពិសោធន៍មិនល្អទៅជាមេរៀនដ៏មានតម្លៃគឺជាគុណសម្បត្តិដែលធ្វើឲ្យអ្នកដទៃមើលឃើញថាអ្នកគឺជាមនុស្សដ៏គួរឲ្យគោរពនិងជាមនុស្សដែលគួរយកគំរូតាមមួយ 11. រក្សាភាពទៀងទាត់និងមានវិន័យបង្ហាញថាអ្នកគឺជាមនុស្សដ៏គួរឲ្យទុកចិត្តបានការអនុវត្តនៅទម្លាប់ល្អៗនិងការរក្សាភាពទៀងទាត់នៅក្នុងការងារឬសកម្មភាពផ្សេងៗបង្ហាញពីភាពទទួលខុសត្រូវនិងការតាំងចិត្តច្បាប់នេះផ្ដោតសំខាន់ទៅលើសារៈសំខាន់នៃការអនុវត្តជាប់លាប់នៅអ្វីដែលអ្នកនិយាយនិងអ្វីដែលអ្នកធ្វើរួមទាំងការមានវិន័យខ្ពស់ទៅលើខ្លួនឯងផងដែរភាពទៀងទាត់មានន័យថាអ្នកមិនផ្លាស់ប្ដូរទស្សនៈឬអាកប្បកិរិយារបស់អ្នកញឹកញាប់ពេកនោះទេប្រសិនបើអ្នកនិយាយអ្វីមួយនៅថ្ងៃនេះហើយធ្វើរឿងផ្ទុយនៅថ្ងៃស្អែកអ្នកដទៃនឹងពិបាកជឿទុកចិត្តហើយនឹងពិបាកគោរពអ្នកណាស់ការរក្សាភាពទៀងទាត់ក្នុងការបំពេញការងារទំនាក់ទំនងឬគោលការណ៍ផ្ទាល់ខ្លួនបង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលអាចព្យាករបានឬគួរឲ្យទុកចិត្តបានឧទាហរណ៍ប្រសិនបើអ្នកមកធ្វើការទាន់ពេលជានិច្ចនោះគឺបង្ហាញពីភាពទៀងទាត់របស់អ្នកហើយប្រសិនបើអ្នកតែងតែព្យាយាមរក្សាពាក្យសម្ដីរបស់អ្នកដែលបានសន្យានោះគឺបង្ហាញពីភាពទៀងទាត់នៃការគោរពពាក្យសន្យារបស់អ្នកដូចគ្នាវិន័យសំដៅទៅលើសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯងការអនុវត្តតាមផែនការបើទោះបីជាមានការលបួងឬក៏ជួបផលលំបាកក៏ដោយវាជាការធ្វើនៅអ្វីដែលត្រឹមត្រូវបើទោះបីជាវាពិបាកឬមិនសប្បាយចិត្តក៏ដោយឧទាហរណ៍ការមានវិន័យនៅក្នុងការសិក្សាបើទោះបីជាមានកម្មវិធីកម្សាន្តនៅខាងក្រៅក៏ដោយការមានវិន័យក្នុងការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃគឺសុទ្ធតែជាសញ្ញានៃវិន័យផ្ទាល់ខ្លួនមនុស្សគោរពអ្នកដែលមានវិន័យព្រោះវាបង្ហាញពីភាពរឹងមាំខាងក្នុងភាពបដិញ្ញាចិត្តនិងសមត្ថភាពក្នុងការសម្រេចគោលដៅរួមបញ្ចូលគ្នារវាងភាពទៀងទាត់និងវិន័យនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលគេអាចពឹងផ្អែកបានគួរឲ្យទុកចិត្តបាននិងមានប្រសិទ្ធភាពផងដែរគុណសម្បត្តិទាំងនេះសុទ្ធតែជាកត្តាសំខាន់ដែលនាំមកនូវការគោរពពីអ្នកដទៃ 12. ការគោរពពេលវេលារបស់អ្នកដទៃគឺបង្ហាញពីការគោរពចំពោះពួកគេមកទាន់ពេលសម្រាប់ការណាត់ជួបនិងកិច្ចការនានាច្បាប់នេះផ្ដោតសំខាន់ទៅលើសារៈសំខាន់នៃការឲ្យតម្លៃទៅលើពេលវេលាទាំងពេលវេលារបស់ខ្លួនឯងនិងពេលវេលារបស់អ្នកដទៃ
ការគោរពពេលវេលាបង្ហាញពីភាពទទួលខុសត្រូវភាពវៃឆ្លាតនិងការគូសមនៅពេលដែលអ្នកមកទាន់សម្រាប់ការណាត់ជួបកិច្ចប្រជុំឬការងារណាមួយវាបង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់និងគោរពពេលវេលារបស់អ្នកដទៃការមកយឺតញឹកញាប់អាចបណ្ដាលឲ្យអ្នកដទៃមានអារម្មណ៍ថាពេលវេលារបស់ពួកគេមិនសូវមានតម្លៃចំពោះអ្នកដែលអាចធ្វើឲ្យបាត់បង់ការគោរពចំពោះអ្នកផ្ទុយទៅវិញការមកទាន់ពេលវេលាឬមុនពេលបន្តិចបន្តួចបង្ហាញពីភាពជាអ្នកជំនាញនិងការគិតគូរលើសពីនេះការគោរពពេលវេលាក៏រាប់បញ្ចូលទាំងការបំពេញការងារឬការអនុវត្តភារកិច្ចឲ្យទាន់ពេលវេលាដែលបានកំណត់ផងដែរប្រសិនបើអ្នកសន្យាថានឹងបញ្ចប់ការងារមួយនៅថ្ងៃជាក់លាក់ណាមួយហើយអ្នកធ្វើវាបានសម្រេចនេះបង្ហាញពីភាពដ៏គួរឲ្យទុកចិត្តរបស់អ្នកការពន្យាពេលឬមិនគោរពពេលវេលាកំណត់ញឹកញាប់អាចធ្វើឲ្យអ្នកដទៃបាត់បង់ទំនុកចិត្តនិងការគោរពលើសមត្ថភាពនិងការបដិញ្ញាចិត្តរបស់អ្នកនិយាយឲ្យខ្លីការគោរពពេលវេលារបស់អ្នកដទៃគឺស្មើនឹងការគោរពឲ្យតម្លៃទៅលើអ្នកដទៃដូចគ្នា13ការដឹងគុណបង្ហាញថាអ្នកកំពុងទទួលស្គាល់ពីតម្លៃនិងការលះបង់របស់អ្នកដទៃកុំភ្លេចបង្ហាញការដឹងគុណចំពោះអ្នកដែលបានជួយអ្នកឬបានធ្វើអ្វីមួយសម្រាប់អ្នកពាក្យអរគុណមានអំណាចខ្លាំងណាស់ច្បាប់នេះផ្ដោតសំខាន់ទៅលើសារៈសំខាន់នៃការបង្ហាញការដឹងគុណចំពោះអ្វីដែលអ្នកដទៃបានធ្វើសម្រាប់អ្នកមិនថាតូចឬក៏ធំនោះទេការដឹងគុណមិនមែនត្រឹមតែជាពាក្យសម្ដីថាអរគុណនោះទេប៉ុន្តែវាជាអារម្មណ៍ស្មោះត្រង់នៃការកោតសរសើរចំពោះការយកចិត្តទុកដាក់ការខិតខំឬជំនួយដែលអ្នកដទៃបានផ្ដល់មកឲ្យអ្នកនៅពេលដែលអ្នកបង្ហាញពីការដឹងគុណអ្នកកំពុងតែទទួលស្គាល់ពីតម្លៃនិងការលះបង់របស់អ្នកដទៃហើយវានឹងធ្វើឲ្យអ្នកដែលបានជួយអ្នកមានអារម្មណ៍ថាត្រូវបានគេឲ្យតម្លៃនិងទទួលបានការកោតសរសើរឧទាហរណ៍ប្រសិនបើមិត្តរួមការងាររបស់អ្នកបានជួយអ្នកបញ្ចប់គម្រោងមួយឲ្យទាន់ពេលវេលាអ្នកមិនត្រឹមតែនិយាយអរគុណប៉ុណ្ណោះទេតែអ្នកអាចបន្តការកោតសរសើរពីការខិតខំរបស់ពួកគេឬអាចសួរថាតើខ្ញុំអាចជួយអ្វីអ្នកវិញបាននៅពេលក្រោយទេការសរសេរអ៊ីមែលឬខ្លឹមសារមួយដើម្បីថ្លែងអំណរគុណជាពិសេសជាវិធីដ៏ល្អមួយដើម្បីបង្ហាញពីការដឹងគុណផងដែរការបង្ហាញការដឹងគុណទៀងទាត់បង្ហាញថាអ្នកជាមនុស្សម្នាក់ដែលមានការគិតគូរមិនចេះភ្លេចគុណនិងមានចិត្តទូលាយវាសាងនៅចំណងទំនាក់ទំនងដ៏រឹងមាំរវាងអ្នកនិងអ្នកដទៃហើយធ្វើឲ្យពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯងនៅពេលដែលបានជួយអ្នកនៅទីបំផុតការដឹងគុណនឹងត្រឡប់មកវិញក្នុងទម្រង់ជាការគោរពនិងទឹកចិត្តចង់ជួយអ្នកបន្តទៀត14មនុស្សនឹងគោរពអ្នកដែលចង់រៀនសូត្រឥតឈប់ឈរបង្ហាញពីឆន្ទៈនៅក្នុងការរៀនសូត្រអ្វីថ្មីៗនិងអភិវឌ្ឍខ្លួនឯងជានិច្ចនេះបង្ហាញពីភាពបើកចំហនិងភាពរីកចម្រើនច្បាប់នេះសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការមានផ្នត់គំនិតបើកចំហនិងឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯងជាប្រចាំការរៀនសូត្រឥតឈប់ឈរមិនមែនមានន័យថាអ្នកត្រូវតែរៀននៅសាលាឬមហាវិទ្យាល័យនោះទេប៉ុន្តែវាជាការស្វែងរកចំណេះដឹងថ្មីៗជំនាញថ្មីៗនិងការយល់ដឹងកាន់តែស៊ីជម្រៅអំពីពិភពលោកជុំវិញខ្លួននេះរួមបញ្ចូលទាំងការអានសៀវភៅការរៀនពីបទពិសោធន៍របស់អ្នកដទៃការចូលរួមវគ្គបណ្ដុះបណ្ដាលឬសូម្បីតែការស្វែងយល់ពីប្រធានបទផ្សេងៗតាមរយៈអ៊ីនធឺណិតក៏ដោយនៅពេលដែលអ្នកបង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលមិននៅស្ងៀមហើយតែងតែចង់អភិវឌ្ឍខ្លួននោះបង្ហាញថាអ្នកមានមហិច្ឆតានិងភាពឆ្លៀសវៃមនុស្សគោរពអ្នកដែលបង្ហាញពីការចង់ចេះចង់ដឹងចង់ឃើញនិងមានឆន្ទៈក្នុងការកែប្រែខ្លួនឲ្យមានការផ្លាស់ប្ដូរជានិច្ចឧទាហរណ៍នៅក្នុងវិស័យការងារបើអ្នកតែងតែព្យាយាមរៀនសូត្រជំនាញថ្មីៗឬបច្ចេកទេសថ្មីៗឬបច្ចេកវិទ្យាថ្មីៗនោះថ្នាក់ដឹកនាំនិងមិត្តរួមការងារនឹងមើលឃើញថាអ្នកគឺជាបុគ្គលដែលមានតម្លៃនិងអាចដឹកនាំនៃការផ្លាស់ប្ដូរបានការរៀនសូត្រឥតឈប់ឈរក៏ជួយឲ្យអ្នករក្សាបាននូវគំនិតស្រស់ស្រាយនិងអាចដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតផងដែរនៅពេលដែលអ្នកបង្ហាញពីការបដិញ្ញាចិត្តក្នុងការកែលម្អខ្លួនឯងជានិច្ចអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលគេអាចរៀនសូត្រតាមបានហើយនោះនឹងជំរុញឲ្យមានការគោរពយ៉ាងជ្រាលជ្រៅពីអ្នកដទៃចំពោះអ្នក15មនុស្សមានទំនោរចង់នៅចិត្តនិងគោរពមនុស្សដែលមានភាពស្វាហាប់និងមានភាពវិជ្ជមានបើទោះបីជាជួបឧបសគ្គក៏ដោយចូលរក្សាផ្នត់គំនិតវិជ្ជមាននិងភាពស្វាហាប់របស់អ្នក
ថាមពលវិជ្ជមានអាចឆ្លងទៅអ្នកដទៃហើយធ្វើឲ្យពួកគេគោរពអ្នកច្បាប់ចុងក្រោយនេះគឺសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃអរិយាប័ត្រវិជ្ជមាននិងថាមពលនៃភាពស្វាហាប់ដែលអ្នកបង្ហាញនៅក្នុងជីវិតប្រចាំថ្ងៃនិងទំនាក់ទំនងរបស់អ្នកការមានភាពស្វាហាប់មានន័យថាអ្នកបង្ហាញពីចំណាប់អារម្មណ៍និងការតាំងចិត្តចំពោះអ្វីដែលអ្នកកំពុងតែធ្វើរីឯភាពវិជ្ជមានគឺសំដៅទៅលើការរក្សាសុទិដ្ឋិនិយមនិងសម្លឹងមើលផ្នែកល្អនៃស្ថានភាពបើទោះបីជាមានឧបសគ្គក៏ដោយនៅពេលអ្នកមានភាពស្វាហាប់និងមានភាពវិជ្ជមានអ្នកអាចជះឥទ្ធិពលល្អទៅលើអ្នកដទៃមនុស្សមានទំនោរចង់នៅជិតអ្នកដែលនាំមកនូវថាមពលល្អនិងដំណោះស្រាយមិនមែនអ្នកដែលតែងតែត្អូញត្អែឬមើលឃើញតែបញ្ហានោះទេឧទាហរណ៍នៅក្នុងក្រុមការងារបុគ្គលម្នាក់ដែលតែងតែបង្ហាញពីភាពស្វាហាប់នៅក្នុងការចូលរួមនិងលើកទឹកចិត្តចំពោះអ្នកដទៃនឹងត្រូវបានគេគោរពថាជាបុគ្គលដែលតែងតែមានអាកប្បកិរិយាវិជ្ជមានការរក្សាភាពវិជ្ជមានមិនមែនមានន័យថាអ្នកត្រូវតែធ្វើពុតជាសប្បាយចិត្តជានិច្ចនោះទេប៉ុន្តែវាជាការប្រឈមមុខនឹងបញ្ហាដោយសន្តិវិធីនិងស្វែងរកឱកាសនៅក្នុងស្ថានភាពលំបាកសមត្ថភាពក្នុងការរក្សាភាពស្វាហាប់និងវិជ្ជមាននេះបើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកក៏ដោយវាបង្ហាញពីភាពរឹងមាំខាងផ្លូវចិត្តនិងភាពធន់របស់អ្នកគុណសម្បត្តិទាំងនេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលគេកោតសរសើរនិងជឿទុកចិត្តនិងអាចគោរពចំពោះអ្នកយ៉ាងពិតប្រាកដសរុបមកវិញច្បាប់ទាំង15នេះបង្ហាញថាការទទួលបានការគោរពពិតប្រាកដគឺកើតចេញពីការរួមបញ្ចូលគ្នានៃចរិតលក្ខណៈល្អប្រសើរជំនាញទំនាក់ទំនងដ៏មានប្រសិទ្ធភាពនិងការបដិញ្ញាចិត្តនៅក្នុងការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់វាមិនមែនជាអ្វីដែលអ្នកទទួលបានភ្លាមៗនោះទេប៉ុន្តែជាលទ្ធផលនៃការអនុវត្តជាប់លាប់នៃគោលការណ៍វិជ្ជមានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកតើមានច្បាប់ណាមួយដែលអ្នកយល់ថាពិបាកអនុវត្តជាងគេដែរឬទេ